វគ្គបណ្ដុះបណ្ដាលនិងវិក្កតការស្ដីអំពីវិធាននិងបទបញ្ញត្តិស្ដីអំពីលទ្ធកម្មសាធារណៈបានផ្ដល់អត្ថប្រយោជន៍និងសារៈសំខាន់ជូនទៅដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិពិធីបើកវគ្គបណ្ដុះបណ្ដាលនិងវិក្កតការស្ដីអំពីវិធាននិងបទបញ្ញត្តិស្ដីអំពីលទ្ធកម្មសាធារណៈចំនួន5វគ្គជូនមន្ត្រីអនុវត្តកិច្ចលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្មក្រុងស្រុកខណ្ឌនៃរាជធានីខេត្តដែលជាវគ្គទី2ដោយត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី9ដល់ថ្ងៃទី11ខែមិថុនាឆ្នាំ2025ហើយក្នុងនោះមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃបណ្ដាខេត្តចំនួន6ក្នុងនោះមានដូចជាខេត្តព្រះសីហនុខេត្តកោះកុងខេត្តកំពង់ស្ពឺខេត្តកំពតខេត្តកែបនិងខេត្តតាកែវដោយសរុបចំនួនមន្ត្រី86នាក់ហើយពិធីនេះដោយក្រោមការអញ្ជើញជាគណៈអធិបតីពីអាដាមពេជ្រសម្បត្តិអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដល់ខ្ពង់ខ្ពស់អាដាមបណ្ឌិតសាស្ត្រាចារ្យហ៊ានសាហ៊ីមរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយក្នុងនោះក៏មានការចូលរួមពីលោកសមុទ្រសុធិរិទ្ធអភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីបានស្ដាប់នៅរបាយការណ៍របស់អាដាមឈឹមយុទ្ធារតអគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈស្ដីពីការបើកវគ្គបណ្ដុះបណ្ដាលនិងវិក្កតការស្ដីអំពីវិធាននិងបទបញ្ញត្តិស្ដីអំពីលទ្ធកម្មសាធារណៈរួមហើយឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកសមុទ្រសុធិរិទ្ធអភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រះសីហនុតំណាងអាដាមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានអាដាមលោកស្រីដែលបានចូលរួមនៅក្នុងពិធីប្រកាសបើកវគ្គបណ្ដុះបណ្ដាលខាងលើនេះគឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មន្ត្រីលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាលក្រុងស្រុកក្នុងគោលបំណងបន្តពង្រឹងនិងពង្រីកនូវសុពលភាពប្រសិទ្ធភាពនិងសក្តិសិទ្ធភាពការងារព្រមទាំងបង្កើតនូវមូលធនមនុស្សដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង5នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ហើយទាំងអស់នេះដោយទទួលបាននូវសុខសន្តិភាពដែលរកបានដោយលំបាករបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយឧត្តមគតិស្វាហាប់ឆ្លៀសវៃហ្មត់ចត់ប៉ិនប្រសប់និងការបដិញ្ញាចិត្តយ៉ាងមុតមមបំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តជ្រងទង់រក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1គឺដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050ដូច្នេះហើយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិគឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្ដៅធានាបាននូវការគ្រប់គ្រងនិងចាត់ចែងថវិកាឲ្យចំគោលដៅព្រមទាំងទាន់សភាពការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនិងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុកដែលជាដំណាក់កាលនៃការកែតម្រង់នោះគឺភាពជឿទុកចិត្តនៃថវិកាគណនេយ្យភាពហិរញ្ញវត្ថុនិងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនិងថវិកាសមិទ្ធកម្មនៅក្នុងឱកាសនោះអាដាមពេជ្រសម្បត្តិអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងឲ្យអាដាមបណ្ឌិតសភាចារ្យហ៊ានសាហ៊ីមរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះដូចនេះហើយសិក្ខាកាមដែលជាមន្ត្រីនៃរដ្ឋបាលខេត្តចំនួន6ត្រូវយកចិត្តទុកដាក់និងក្រេបជញ្ជក់នៅចំណេះដឹងដែលគ្រូឧទ្ទេសបានបង្ហាត់បង្ហាញដូចនេះហើយការអភិវឌ្ឍសមត្ថភាពគឺជាការងារអាទិភាពដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជូនមន្ត្រីរាជការដែលទទួលមុខងារតួនាទីភារកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របពេលដែលច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈត្រូវបានធ្វើបច្ចុប្បន្នកម្មរួមទាំងដាក់នៅការអនុវត្តជាបន្តបន្ទាប់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំអនុវត្តផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាពក្នុងក្របខ័ណ្ឌកម្មវិធីកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចាត់តាំងពីដំណាក់កាលទី1សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាលនិងវិក្កតការសមត្ថភាព
ជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័នអង្គភាពសាធារណៈប្រហាក់ប្រហែលរដ្ឋបាលថ្នាក់ក្រោមជាតិនិងគ្រឹះស្ថានសាធារណៈរដ្ឋបាលដោយទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងការរួមចំណែកគាំទ្រនិងអនុវត្តការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យសម្រេចជោគជ័យក្នុង3ដំណាក់កាលកន្លងមកហើយអាដាមក៏បានបន្ថែមទៀតថាផែនការយុទ្ធសាស្ត្រនេះត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ទៅតាមតម្រូវការនៃការឈានឡើងជាដំណាក់និងបរិបទប្រែប្រួលនៃការកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងបរិខាគ្របដណ្ដប់រួមនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាមួយគ្នានោះអាដាមពេជ្រសម្បត្តិអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបន្ថែមទៀតថាដោយទន្ទឹមនេះប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ក៏ត្រូវបានដាក់ឲ្យអនុវត្តនៅតាមគ្រប់ក្រសួងស្ថាប័នដើម្បីជំរុញដំណាភាពប្រសិទ្ធភាពសង្កេតភាពភាពត្រឹមត្រូវទាន់ពេលនៃព័ត៌មាននិងទិន្នន័យហិរញ្ញវត្ថុសម្រាប់វិភាគនិងព្យាករណ៍ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពនិងភាពគ្រប់ជ្រុងជ្រោយ។